Bài trong phầnនេះគេឲ្យយើងពេញចន្លោះទី1បាទមកប្រឡោះនេះគឺដល់1 cm ចឹងអានេះមាន2ចឹងយើងដាក់នោះ2គុណនឹងបច្ឆោនេះគឺ3បាទចឹង2គុណនឹង3គឺស្មើនឹង6 cm ការ៉េហើយចំពោះរូបខគឺ3បាទការ៉េមានតែ3ជ្រុង4ជ្រុងហ្នឹងគឺស្មើគ្នាចឹងអានេះគឺ3គុណនឹង3ស្មើនឹង9 cm ការ៉េចំពោះលំហាត់កគឺគេឲ្យយើងមកផ្ទៃកណ្ដាលរបស់វាចឹងមានន័យថាតាមរូបមន្តa ស្មើនឹង a គុណនឹង3ដោយ a នេះគឺយើងយកបដោយបានទៅក៏បានដែរចឹងខ្ញុំយក 2.5 cm b ស្មើនឹង 3.5 cm លុប a នេះស្មើនឹង2.5 cm គុណនឹង 3.5 cm បាទអញ្ចឹងស្មើនឹង8.75 cm ការ៉េបាទដូចនេះស្មើ8.75 cm ការ៉េបាទចំពោះលំហាត់ខរូបនេះចតុរង្គកាយដូចគ្នាចឹងខ្ញុំប្រើរូបមន្ត a ស្មើ a គុណ b ដែរ a ស្មើនឹង5លើ2 cm b ស្មើ2 cm អញ្ចឹង a នេះគឺស្មើនឹង5លើ2 cm គុណឲ្យ2 cm បាទ2នេះខ្ញុំសម្រួល2នេះចោលបានអញ្ចឹងនៅសល់5 cm គុណនឹង cm ជាង cm ការ៉េបាទចម្លើយរបស់វាគឺស្មើនឹង5 cm ការ៉េបាទចំពោះងរូបងមានន័យថាយើងត្រូវពុះវាអាពីនេះផ្សេងគ្នាមកចាក្បាលវាខាងលើនេះ2នឹងស្មើគ្នាអញ្ចឹងបើសិនជាប្រវែងខាងក្រោមនេះអានេះ7អញ្ចឹងខាងលើនេះគឺស្មើនឹង5បាទបើសិនជានេះ5ម៉ែត្រហើយកណ្ដាលនេះកណ្ដាលដែលគេឲ្យមកនេះ6ម៉ែត្រអញ្ចឹងខាងលើនេះស្មើគ្នាអញ្ចឹងមានថាអានេះគឺ3ម៉ែត្រហើយខាងនេះគឺ3ម៉ែត្របាទអញ្ចឹងដល់ពេលយើងដឹងបដោយដឹងទៅតឹងហើយអាក្រោមនេះយើងស្គាល់ដែរបដោយរបស់វាគឺ12នេះហើយដល់ពេលទៅតឹងវាគឺ7ម៉ែត្រអញ្ចឹងយើងមកផ្ទៃកន្លងវាឃើញអញ្ចឹងដាក់តាមរូបមន្តស្មើនឹង a បាទពុកខាងក្រោមនេះខ្ញុំយក a គុណនឹង3អានឹង1ហើយបូកជាមួយនឹងក្បាលខាងលើ2នោះគឺមានន័យថាយក2គុណនឹងc គុណនឹងd បាទកុំឲ្យច្រឡំគ្នាដោយ a គឺស្មើនឹង7ម៉ែត្រ b ស្មើនឹង12ម៉ែត្រហើយ c ស្មើនឹង3ម៉ែត្រហើយ d ស្មើនឹង5ម៉ែត្របាទអញ្ចឹងយើងជំនួសវាចូលទៅនោះ a ស្មើនឹង7ម៉ែត្រគុណនឹង12ម៉ែត្របូកជាមួយនឹង2នេះគឺដោយសារអាក្បាលខាងលើនេះមាន2បាទអញ្ចឹងដាក់2ហើយ c គឺ3ម៉ែត្រគុណនឹង5ម៉ែត្របាទអញ្ចឹងយើងគុណមកអានេះ14 8ម៉ែត្រគុណមកជាម៉ែត្រការ៉េបូក2អានេះបាន15ម៉ែត្រគុណមកជាម៉ែត្រការ៉េស្មើ84ម៉ែត្រការ៉េគុណចូលទៅ15 2ដងបាន30ម៉ែត្រការ៉េបាទអញ្ចឹងបូកគ្នាទៅវាឃើញ104ម៉ែត្រការ៉េបាទអញ្ចឹងដូចនេះផ្ទៃកណ្ដាលសរុបរបស់រូបនោះគឺ114ម៉ែត្រការ៉េ